បងប្អូនកូនព្រៀបមួនចាគឺវាដុសស្លាបចង់ចិត្តពេញខ្លួនហើយតែជាមួយទឹកអីទៀតវាដុសពេញខ្លួនវាអាចស៊ីចំណីដល់ខ្លួនឯងបានហើយបន្តមកទៀតគឺព្រៀបនេះម៉ៃវានេះគឺចាប់ដើមពងភាសាទៀតចឹងណាបងប្អូននិយាយរួមគឺព្រៀបនេះចាំគឺចាំយកពងយកកូនចឹងណាបងប្អូនរយៈពេល1 ខែឬក៏2 ខែអីវាចាប់ដើមពងវិញទៀតហើយអញ្ចឹងវាពងអាថ្មីអាកូនចាស់វាចាប់ដើមធំគឺយើងអាចលក់វាបានហើយអញ្ចឹងណាចឹងបងប្អូនណាដែលគាត់ចង់មានបំណងចង់ចិញ្ចឹមព្រៀបមាន់នេះអាចតាក់ទងមកបានណាបងប្អូនចាគឺខ្ញុំមានលក់ចឹងណាចាហើយតម្លៃសមរម្យទេបងប្អូនចាហើយក្នុងការចិញ្ចឹមព្រៀបនេះគឺស្រួលណាបងប្អូនអត់មានពិបាកដូចចិញ្ចឹមមាន់ចិញ្ចឹមទីអីទេយើងខ្វែវាអីចឹងណាយើងដាក់ទៅក្នុងទ្រុងទៅដាក់ទៅចំណីឲ្យវាស៊ីទៅមួយថ្ងៃ2 ពេល3 ពេលអីចឹង1 ពេលអីចឹងណាបងប្អូនតាមអាយុវាតាមនេះវាចឹងណាបងប្អូនចាហើយបើកន្លែងវិញគឺដាក់តែប៉ុណ្្នឹងមកបងប្អូនដាក់ឲ្យវាដេកក្នុងទ្រុងតែប៉ុណ្្នឹងមកអត់មិនចាំដាក់ឲ្យធំអីទេចឹងណាដាក់វាទៅនៅក្នុងទ្រុងចឹងទៅគឺងាយស្រួលក្នុងការចិញ្ចឹមចាហើយបើនិយាយចំណីក៏ធូរថ្លៃដែរក្នុងការទិញយកមកឲ្យវាស៊ីចឹងណាបងប្អូនចាចំណីអីទិញតែ1 គីឡូ2 គីឡូអីមកចាយើងប្រើបានរាប់ខែបងប្អូនចាដូចជាពោតដូចជាស្រូវអីឥឡូវ2 3 គីឡូទៅទិញទុកចឹងណាបងប្អូនចាហើយប្រើបានរាប់ខែបងប្អូនដាក់ឲ្យវាបានរាប់ខែអត់មានត្រូវការចំណាយថវិកាអីច្រើនទេបងប្អូនណាចាហើយក៏មិនត្រូវការមើលថែអីក៏ដិតដល់អីដែរបងប្អូនវាងាយស្រួលមែនទែនអញ្ចឹងបងប្អូនមានបំណងអីអាចមកទាក់ទងឆាតទិញបានអញ្ចឹងណាបងប្អូនចាអានេះព្រៀបមាន់ពោធិ៍សបងប្អូនស្អាតមែនទែនចានិយាយរួមព្រៀបមាន់ហ្នឹងខ្ញុំអត់ដឹងថាមានប៉ុន្មានពណ៌ប៉ុន្តែខ្ញុំទិញយកមកចិញ្ចឹមនេះគឺមានតែ2 ពណ៌ហ្នឹងឯងពណ៌សហើយនិងពណ៌នេះបងប្អូនចាពណ៌នេះក៏ស្អាតដែរបងប្អូនចាវាស៊ីច្រើនណាបងប្អូនអើយវាស៊ីដើម្បីយកទៅបញ្ចុកឲ្យកូនវាបន្តទៀតចឹងណាបងប្អូនចាព្រោះព្រៀបមាន់នេះគឺវាចិញ្ចឹមកូនដោយសារចំណីក្នុងមាត់វាហាមាត់ឲ្យកូនវាចាក់តចឹងណាបងប្អូនចឹងហើយវាប្រឹងស៊ីច្រើនđểយកទៅចិញ្ចឹមកូនវាបន្តទៀតកូនវាប៉ុណ្ណាហើយកូនសាមុនអត់កប់ទេបងប្អូនអើយញាស់បាន2ដែរមិនញាស់បាន2ទេវាពងបាន2ញាស់បាន1ហើយមួយទៀតអត់ញាស់ចឹងស្អុយពងចឹងណាបងប្អូនតែពេលមួយដែលបានញាស់ហ្នឹងវាចិត្តធំដែរមិនដឹងថាវាកើតមិនបានវាងាប់ចឹងណាបងប្អូនចាយើងនិយាយរួមពងសាមុនគឺអត់សល់ទេតែវាពងសាក្រោយនេះទេបានសល់ចឹងណាធំធាត់លូតលាស់ល្អចឹងណាបងប្អូនចាភាគច្រើនអ្នកចាំព្រៀបគេថាកូនព្រៀបមុនគឺវាអត់កប់អត់ប្រសពអីទេគឺវាតែងតែងាប់ឬក៏ខូចអីចឹងណាបងប្អូនចាកូនបន្តបានវាល្អ